តរាត្រីមនុស្សឆ្ងាយផ្ទះម្នាក់អង្គុយស្ងៀមមើលរូបគ្រួសារក្នុងទូរស័ព្ទទឹកភ្នែកស្រក់ដោយមិនដឹងខ្លួនចាក់ផ្ទះចាក់ស្រុកទាំងអាឡ័យមករកលុយនៅដីស្រុកគេព្រឹកឡើងធ្វើការរហូតដល់យប់នឿយហត់ប៉ុណ្ណាក៏ទ្រើទ្រាំបាយមួយពេលសន្សំសំចៃខ្លាចលុយមិនគ្រប់ផ្ញើទៅផ្ទះឮសំឡេងម៉ែតាមទូរស័ព្ទបេះដូងស្ទើរតែទប់ទឹកភ្នែកមិនបានគេងក្នុងបន្ទប់តូចម្នាក់ឯងនឹកស្រក់នឹកផ្ទះនឹកមនុស្សចាស់តែជីវិតគ្មានជម្រើសត្រូវតែស៊ូដើម្បីគ្រួសារជីវិតពលអូស្រុកគេឈឺប៉ុណ្ណាក៏មិនហ៊ានឈប់ញញឹមខាងក្រៅលាក់ទុកក្នុងចិត្តព្រោះមានអ្នកចាំនៅឯផ្ទះថ្ងៃណាទៅបានវិលត្រឡប់ទៅជួបមុខអ្នកមានគុណវិញប្រាក់មិនអាចទិញក្តីសុខដោយការនៅជុំគ្រួសារឡើយពីក្មេងស្រុកស្រែធម្មតាមកធ្វើការឆ្ងាយគ្មានពេលសម្រាកកម្លាំងញើហូររាល់ថ្ងៃដើម្បីគ្រួសារបានរស់ស្រួលសប្បាយពេលខ្លះឈឺក៏មិនហ៊ានប្រាប់ខ្លាចម៉ែពិបាកចិត្តពេកណាស់ទោះជីវិតលំបាកយ៉ាងណាក៏នៅតែខំដើម្បីថ្ងៃស្អែកសង្ឃឹមថ្ងៃមួយបានជោគជ័យមានផ្ទះទុយមួយនៅស្រុកកំណាយលេងងយម៉ែឪពុកពិបាកហើយបានរស់ចុំគ្នាដូចមុនជីវិតពលក្រស្រុកគេទោះនឿយហត់ក៏មិនដែលចោះចាញ់